បងប្អូននេះគឺជាដើមខែថ្មីផងដែរគឺថាថ្ងៃនេះគឺប្រពន្ធរបស់ខ្ញុំរៀបចំបាយម្ហូបឲ្យខ្ញុំទៅធ្វើការអញ្ចឹងណាបងប្អូនហើយនេះគឺជាសកម្មភាពវីដេអូប្រចាំថ្ងៃរបស់ខ្ញុំបងប្អូនកុំភ្លេចតាមដានវីដេអូនេះរហូតដល់ចប់ចង់ដឹងថាសកម្មភាពពេញមួយថ្ងៃរបស់ខ្ញុំធ្វើអីខ្លះឥឡូវនេះគឺថារៀបចំធ្វើម្ហូបរួចរាល់ហើយបងប្អូនថ្ងៃនេះគេហៅថាឆាស្ពៃនៅតាមតំបន់សុកខ្សែអញ្ចឹងណាបងប្អូនសម្រាប់អ្នកដែលទៅធ្វើការពេលព្រឹកឆាប្រភេទនេះគឺលឿនល្អហើយឆ្ងាញ់ទៀតហើយការទទួលទានអាហារពេលព្រឹកនេះគឺយើងរៀបចំទៅធ្វើការហើយមួយវិញទៀតបងប្អូនខែនេះគឺថាមានភ្លៀងធ្លាក់សឹងតែរាល់ថ្ងៃអញ្ចឹងបងប្អូនប្រយ័ត្នផងខ្ញុំនេះគ្រៀបបញ្ចូលទិញស៊ុបដើម្បីធ្វើអាហារពេលល្ងាចអញ្ចឹងណាបងប្អូនហើយគឺថាមេឃពងត្រជាក់ហើយដាក់ស៊ុបក្តៅៗនិយាយពីជាតិអត់ទាស់ណាបងប្អូនអញ្ចឹងបងប្អូនកុំភ្លេចញ៉ាំស៊ុបជាមួយនឹងខ្ញុំទាំងអស់គ្នាណាអូខេសួស្តីជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយនេះគឺជា vlog ដើមនៃក្បាលវីដេអូរបស់ខ្ញុំហើយព្រឹកឡើងគឺខ្ញុំរៀបចំក្រោះពីដេកដើម្បីត្រៀមខ្លួនរៀបអីវ៉ាន់រៀបកន្លែងដើម្បីកុំឲ្យខកពេលខកវេលាអញ្ចឹងណាគឺថាមុខពេលព្រឹកគឺរៀងហើមអញ្ចឹងហើយបងប្អូនហើយដោយសារតែយើងទៅក្រោកពេលដេកអញ្ចឹងណាហើយប្រពន្ធរបស់ខ្ញុំគាត់ហាត់ប្រាណបងប្អូនគាត់ក្រោកម៉ោង4ដើម្បីហាត់ប្រាណសម្រក់គីឡូអញ្ចឹងហើយខ្ញុំក៏រៀបចំស្ទុះទាទៅមួយទឹកឲ្យហើយរួចរាល់អញ្ចឹងណាបងប្អូនកុំឲ្យវាខកការងារអញ្ចឹងណាហើយយើងចាក់សោចូលផ្ទះសិនដោយសារតែវាទឹមតែម៉ោង 4:75 អញ្ចឹងក៏វាអត់តន់ភ្លឺប្រហែលដែរអញ្ចឹងណាបងប្អូនហើយឥឡូវនេះខ្ញុំបើកភ្លើងដើម្បីចូលបន្ទប់ទឹកងូតទឹកចេញបងប្អូនគឺយើងមួយកាត់ទៅវារៀងល្ងាដែរប៉ុន្តែបើយើងអត់ងូតទេយើងកន្លែងរៀបចំអីនៅស្លៀកពាក់នៅរៀបចំត្រេតអាចយើងយឺតណាបងប្អូនហើយអាងនៅនេះគឺទឹកនេះគឺត្រជាក់មែនតែនឥឡូវនេះការមួយទៅរបស់ខ្ញុំគឺរួចរាល់ហើយបងប្អូនហើយគឺថាកាត់យកតែម្ដងណាបងប្អូនហើយសក់របស់ខ្ញុំគឺចូលចិត្តកាត់ខ្លីៗអញ្ចឹងដើម្បីឲ្យវាស្រឡះក្បាលណាមួយយើងចាស់ហើយយើងមិនទៅទុកសក់វែងទេដើម្បីឲ្យវាមើលទៅវាសមនឹងវ័យរបស់យើងអញ្ចឹងណាឥឡូវហ្នឹងគឺខ្ញុំបានរៀបចំទៅក្រៅដើម្បីរៀបចំផ្ទះសម្បែងអីចឹងណាបងប្អូនព្រោះអីដោយសារតែយើងត្រូវការរៀបចំពីព្រឹកបន្តិចបើសិនជាយើងមិនរៀបចំពីព្រឹកឲ្យហើយទេអញ្ចឹងច្បាស់ជាយឺតការហើយខ្ញុំដើរមកអើតមើលមន់នេះវាពងបានប្រមាណអីប្រមាណអញ្ចឹងណាហើយរៀបចំចេញនឹងទៅរៀបអីវ៉ាន់ហើយក៏មើលទៅបងប្អូនក៏លោវាមានពងឬក៏មានអីចឹងស្នុកយើងរៀបចំទុកដាក់ហើយឥឡូវនេះយើងយកកសែងមកទុកដើម្បីហាកុំឲ្យវាប្អូនដើរក្រាស់បានបិចមួយបងប្អូនទុកបានគ្រាន់នឹងសរសេរអញ្ចឹងណាព្រឹកឡើងគឺថាមុខរៀងស្រស់ស្រាយបន្តិចបងប្អូនឥឡូវនេះខ្ញុំបានរៀបចំបើកភ្លើងដើម្បីរៀបចំបើកអីវ៉ាន់គឺថាមុខផ្ទះរបស់ខ្ញុំបើកមកគឺមុខវាស្រាយតែម្ដងហើយនេះយើងមុននឹងនេះយើងរៀបចំដងទឹកយកទៅជូតនៅកន្លែងអីយើងលក់ដូរអញ្ចឹងណាហើយបន្តមកយើងក៏ដើរទៅមុខបងប្អូនទាំងអស់គ្នាផ្ទះរបស់ខ្ញុំហ្នឹងគឺនៅកន្លែងលក់ដូរកដាវាអញ្ចឹងមកអញ្ចឹងព្រឹកឡើងខ្ញុំអត់តរៀបទេណាខ្ញុំនឹងរៀបសកម្មភាពឲ្យបងប្អូនមើលកាត់ហើយឥឡូវនេះយើងរៀបចំអីវ៉ាន់ជូនអីវ៉ាន់ចេញបងប្អូននិយាយទៅការរៀបចំអីវ៉ាន់នេះគឺប្រើរយៈពេល1ម៉ោងដែរបងប្អូនរៀបជូតអីចឹងទៅនិយាយទៅខ្ញុំធ្វើវារៀងរាល់ថ្ងៃតែគ្រាន់តែខ្ញុំអត់ដែលបានថតវីដេអូចែកជូនបងប្អូនមើលអញ្ចឹងឥឡូវនេះខ្ញុំនឹងព្យាយាមថតចែកជូនបងប្អូនមើលពីជីវិតប្រចាំថ្ងៃការរស់នៅរបស់ខ្ញុំអញ្ចឹងណាបងប្អូនហើយបន្ទាប់ពីការរៀបចំអីវ៉ាន់ដើម្បីលក់ដូរហើយក៏មានម៉ួយពិសេសនេះនិយាយទៅគាត់កូននេះគឺគាត់មករាល់ថ្ងៃហ្មងណាប៉ុន្តែសារថ្ងៃណាគឺគាត់ទុំតែទិញឲ្យនៅគ្នាគាត់នៅមុខទៀតចឹងដោយសារតែខ្ញុំវានៅកណ្ដាលវាលអីចឹងទៅហើយយើងរៀបចំទុកដាក់ឲ្យបានស្រួលបួលចឹងដើម្បីឲ្យបានស្អាតរៀបចំប្រហែលជាចូលទឹកចុងចិត្ត1ម៉ោងមុនរួញពុតអីយើងយកមកស្រោចនេះដើមនេះស្រួលរស់ហ่าស្រួលដើមស្រួលចាំណាវាទៅនេះហើយនេះគឺទិដ្ឋភាពពេលព្រឹកក្រោយពីភ្លៀងមិនសូវខ្លាំងហ្មងណាបងប្អូនភ្លៀងមកល្មមមកសើមដីអញ្ចឹងណាហើយទេសភាពក៏រៀងខៀវសង្ងាត់ជាងមុនដោយសារតែវាគៀកនឹងចូលវស្សាដែរអញ្ចឹងណាហើយឥឡូវយើងរៀបចំរួចរាល់ហើយអីដែលយើងត្រូវធ្វើមិនឆាស្ពីក្តោបសុបឡាធម្មជាតិបងប្អូនបិទគៀនភ្នំឡាធម្មជាតិទៅនេះសិធម្មជាតិឥឡូវយើងឃើញថាម៉ោងនេះម៉ោង6កន្លះហើយក៏ចាប់ផ្ដើមរៀបចំទៅធ្វើការផងដែរឥឡូវកំពុងចាំប្រពន្ធធ្វើម្ហូបបងប្អូនឥឡូវនេះម៉ោង 6:07 ហើយក៏គៀកដល់ម៉ោងចិត្តធ្វើការដែរហើយឥឡូវប្រពន្ធខ្ញុំរៀបចំឆាហើយដើម្បីកុំឲ្យពេលវេលាវាចេះតែយូរទៅខកការងារដែលយើងត្រូវទៅអញ្ចឹងណាបងប្អូនហើយគឺយើងឆាធ្វើម្ហូបនេះគឺនៅកន្លែងលក់ដូរនិយាយទៅនៅលក់ដូរស្រួលលក់នៅនឹងផង
កុំឲ្យវាក់រត់ទៅរត់មកអញ្ចឹងណាហើយឥឡូវនេះធ្វើការហាន់ខ្ទឹមដាក់សាច់ដាក់អីអញ្ចឹងទៅបងប្អូននេះតតែលួយអូនឆ្ងាញ់រឿងលួយពីដូចណាមើលទៅដូចហែមគ្រាន់ណាបើអានោះវាធំទៅបាយទៅធ្វើការដើមបងប្អូនយើងត្រូវរៀបចំរូបបាយយកទៅធ្វើការអញ្ចឹងណាពួកអីដោយសារតែពេលថ្ងៃយើងអត់ទិញម្ហូបគេហូបទេធ្វើខ្លួនឯងអីចឹងទៅអិនណាអូនសោតតែជា5នាទីទៀតអប៉ិតបើយើងហូបវាប៉ុណ្ណឹងបានហើយគេខ្លួនឯងថាអីរៀងលួយបន្តិចបងនិយាយមើលប្រសក់នេះមួយអានឹងមួយតែបើសិនតែជ្រប់វាខ្ញុំជួយលក់តវាសាច់ហ่ะថាលក់ចេញមកមកអូនបានអត់ទេអាសាទេប៉ុណ្ណឹងលើរយម្រិចតើអើយសមិញគឺចូលទៅក្រៅផ្លឹកចូលស៊ុប៊ឺពីណានោះចាប់ដាក់ទៅធ្វើការឈៀវទំនងអត់បងប្អូនទំនងចូលបងប្អូនកុំភ្លេចតាមដាននឹងវីដេអូតាំងពេលហូបពេលព្រឹកតាំងពេលថ្ងៃខ្ញុំព្យាយាមថតចែកជូនបងប្អូនទស្សនាទាំងអស់គ្នាមកយកតាមហើយយកឈប់ទៅយកសិនចាំហូបឡើងចាំមកទឹកនេះក៏ថែមទឹកម្ទេសទៀតសុខភាពរបស់គាត់គេហាត់តាមគេបើខ្លាំង
chôm tưng làm đò lại giờ mà đò con man ấy mà từng sụp một gần một sụp nữa món đó này làยังมันធ្វើដំណើរមកដល់ផ្ទះវិញហើយគឺថាមួយភ្លៀងយកតាមអងឥឡូវនេះប្រពន្ធខ្ញុំហូបស៊ុបមួយថ្ងៃរងថ្ងៃតមបាយហូបតែចេញពីគីឡូឡើងមិនតិចសិនណាចាំតែខ្ញុំគិតទៀតលឿនអានោះបងប្អូននៅមុខផ្ទះនឹងវាឲ្យសុតហ្មងកន្លែងមកគឺកណ្ដាលវាសុតផ្សេងហ្មងហើយយើងរៀបចំដុតស៊ុបឲ្យបងទៅនៅអត់ហើយហូបទៅចឹងហូបទៅបាយណាយកមកលើកឆ្នាំងមកណាបងឯងអាធំហ៎ស៊ីតិចស្ករកន្លះគីឡូអាចស្ករทำอะไรครับโอ้ยđã lạiอันนี้มาเลยโอ้ยน้ำนองเอาบอเลยไม่เจ็บใช่บายโอ้ใช่ไงใช่ไงบอเลยใช่ไงบอกติงเกย์ใช่ครับbài phụ mà mũi bông cho chân là hạt cọc này nè tôi mong chết cọc này nhóm lực muối cọc này được tia câu nhá ngay nhá ngay một bộ làm cọc này đang bên này các loại hiện hậu thì bảo quân nhóm tôi ăn hậu này này cái chua sụp quật nhưng riêng đặt từng môn trong ọt đáy nó mình màu cái quật bật riêng không về dùng tới quật riêng lưng riêng hộp bài hay dân tình bằng cái tuần này nó kia rồi người gì nó phụ một bài ông về là mù